នៅឆ្នាំ2018មានក្រុមយុវជន4នាក់បុប្ផាសុវណ្ណប៉ូលីននិងសារ៉ាតចេញពីភ្នំពេញទៅថតវីដេអូសាកល្បងសម្រាប់បង្ហោះក្នុងបណ្ដាញ YouTube ពួកគេចង់ថតរឿងខ្មោចតៃហោងក្នុងទីតាំងពិតដើម្បីឲ្យអ្នកទស្សនាភ័យខ្លាចសារ៉ាតជាអ្នកថតបានស្វែងរកព័ត៌មានពីអ្នកជិតខាងហើយបានស្គាល់ថាមានផ្ទះចាស់មួយនៅលើព្រៃខ្ពស់ជិតអូរទឹកមុខភូមិដែលគេនិយាយថាបច្ចុប្បន្នគ្មាននរណាអាចស្នាក់នៅបានលើសពីមួយយប់ពេលយប់គេសំឡេងស្រែកភ្លាមឈាមពីលើផ្ទះពួកគេចូលទៅដល់ជិតល្ងាចផ្ទះនោះស្ថិតលើជើងភ្នំតូចមានស្លាបព្រាជាប់ក្បាលទ្វារខ្លួនផ្ទះអោបដោយដើមឈើធំដូចជាកំពុងការពាររឿងអាក្រក់មួយពេលយប់មកដល់ពួកគេបើកអំពូល LED និងចាប់ផ្ដើមថតវីដេអូប៉ូលីនជាអ្នកនិយាយធ្វើជាម្ចាស់កម្មវិធីថាយើងនៅទីនេះគឺផ្ទះដែលគេថាមានខ្មោចស្រីដែលបានស្លាប់ដោយតៃហោងជាច្រើនឆ្នាំមកហើយសំឡេងខ្យល់គូដើមឈើប៉ះស្លឹកឈើដូចសំឡេងមនុស្សដើរជាជ្រេងអ្នកពុកផាយកអំពូលបំភ្លឺទៅកាន់ជញ្ជាំងនិងឃើញអក្សរខ្មែរជាច្រើនសរសេរដោយឈាមកុំចូលក្នុងបន្ទប់ក្រោយសារ៉ាតនឹកថាជាការរំភើបដូច្នេះគេក៏បើកទ្វារនោះស្រាប់តែមានខ្យល់ត្រជាក់បក់មកភ្លាមប៉ូលីនស្រែកថាអារម្មណ៍ដូចមាននរណាម្នាក់នៅពីក្រោយខ្នងបន្ទាប់ពីបិទកាមេរ៉ាសុវណ្ណបានឮសំឡេងហៅឈ្មោះគេពីជាន់ក្រោមមកបើកទ្វារឲ្យខ្ញុំផងប៉ុន្តែពេលពួកគេចុះទៅវាមានតែសំឡេងទ្វារចាក់សងតែប៉ុណ្ណោះហើយសុវណ្ណក៏បាត់ខ្លួនទៅនៅម៉ោងពាក់កណ្ដាលអាធ្រាត្រកាមេរ៉ាអាចថតបានរូបស្រីស្លៀកខោអាវពណ៌សមានសក់វែងបិទមុខឈរនៅក្បែរបង្អួចជាន់លើពេលបុប្ផាចង់ឡើងទៅពន្លឺភ្លើងទាំងអស់ក៏លត់មានសំឡេងមនុស្សស្រីស្រែកចេញពីជាន់លើមកថាខ្ញុំជឿចិត្តចាប់ខ្លាំងណាស់ខ្ញុំត្រូវបានគេបោះបង់ចោលកុំចូលសារ៉ាតបើកកាមេរ៉ាឡើងវិញឃើញសុវណ្ណឈរនៅជាន់លើប៉ុន្តែភ្នែកសុវណ្ណឡើងពណ៌ក្រហមហើយនិយាយសំឡេងជាមនុស្សស្រីខ្ញុំស្លាប់ដោយតៃហោងពួកគេបោកខ្ញុំថាបានរៀបការហើយបុប្ផាស្រែកសុំសេចក្តីអភ័យទោសប៉ុន្តែខ្មោចស្រីនោះចាប់កន្សែងពណ៌ក្រហមចោលកំពុងលោតចុះពីជាន់លើមុននឹងរលត់ភ្លើងទាំងអស់បន្ទាប់អ្នកភូមិឃើញតែសារ៉ាតសម្លាប់នៅជិតអូរមានសត្វព្រាបស្លាប់ជុំវិញខ្លួនហើយកាមេរ៉ាក៏ខូចបុប្ផាប៉ូលីននិងសុវណ្ណបាត់គ្មានស្រមោលនៅក្នុងកាមេរ៉ាដែលអ្នកភូមិរកឃើញនៅមានវីដេអូចុងក្រោយមានសំឡេងស្រីស្រែកថាអ្នកណាក៏ដោយឲ្យតែចូលក្នុងផ្ទះនេះនឹងមិនអាចចេញវិញទេបន្ទាប់មកកាមេរ៉ាក៏ផ្ទុះឆេះដោយខ្លួនឯងក្រោយមកអ្នកភូមិបានប្រាប់ថាផ្ទះនោះជាផ្ទះរបស់កូនស្រីមេឃុំម្នាក់ដែលស្លាប់ដោយតៃហោងពេលគេបង្ខំឲ្យរៀបការជាមួយមនុស្សដែលនាងមិនស្រឡាញ់រឿងនេះកើតឡើងប្រហែលឆ្នាំ1998បន្ទាប់ពីនាងស្លាប់មនុស្សណាមកស្នាក់នៅយប់ទី1តែងតែសំឡេងនាងស្រែកហើយបាត់ទៅជារៀងរាល់ពេលអាជ្ញាធរបានសម្រេចបិទផ្ទះនោះជាផ្លូវការប៉ុន្តែមានក្មេងៗមួយចំនួននៅឆ្នាំក្រោយៗទៅសាកល្បងថតវីដេអូម្ដងទៀតហើយគេក៏បាត់ខ្លួនដូចគ្នា
សពថ្ងៃប្រជាជនកំពុងធំតែងនិយាយថានៅពេលចូលទៅជិតព្រៃខ្ពស់នោះអ្នកអាចជឿសំឡេងស្រីនិយាយថា គុំចូលផ្ទះខ្ញុំមិនទាន់ស្លាប់ទេ